វីដេអូទី3ចំណុចទី2ថាឯជានៅគុំកំណត់0បនដោយ2ឬកូស x រក limit x គិតទៅបូកកំណត់ f(x) បាទអត់មានលេខបាទេគ្នាយើងរក limit បាទរក limit បាទ x គិតទៅបូកកំណត់ f(x) បាទគេមានសេយកបន្ទុកបាទ f(x) ស្មើនឹង2ដកកូស x លើ x តាមការស្រាយខាងលើណាបាទនេះយកនឹងមកធ្វើមកតាមការស្រាយខាងលើស្រាយភ្លឺខាងលើមកដោយបាទ1តូចជាង2ដកកូស x តូចជាង3ចឹងខ្ញុំចែកនឹង x អានេះគឺចែកនឹង x បាទតូចជាង3លើ x តូចជាងឬស្មើ3លើ x ហើយđâyចែក x ដោយសារនេះគេចែក x តើមកយើងពាក់ limit អមសងខាងប្រើ limit អមនេះបូកកំណត់នៃ1លើ x តូចជាងឬបូកកំណត់នៃ1កូសដក2ដកកូស x លើ x បាទតូចជាងនៃ limit x ទៅបូកកំណត់នៃ3លើ x បាទនេះ0នេះ0តូចជាងឬស្មើធំជាងឬស្មើតូចជាងឬស្មើ0ធំជាងតូចជាងឬស្មើ0ធំជាងឬស្មើ0ហ្នឹងគឺស្អីបាទមិន0គៀបចិត្តឈឹងណាជាង limit x គិតរបស់nóនៃ2ដកកូស x បាទលើ x គឺស្មើ0វិធីមួយទៀតគេប្រើវិធីសាស្ត្រតាងតែកុំអីតាងហួបាត់ឡើយបាទគ្នាយើងណាអធិស្ឋានមិនសម្រាប់ការនិយាយពាក្យស្រួលចង់និយាយថាបើយើងតាងនៅវាវល់ណាគ្នាយើងតាងគុំតាងរកជាងកាលណាតាងនៅវល់វាបាក់ធ្វើ